ជំរាបសួរកូនទាំងអស់គ្នាជាទីស្រឡាញ់រាប់អានដោយសារថ្ងៃនេះគឺលោកគ្រូជាប់មកប្រជុំដូច្នេះគឺកូនសិក្សាតាមរយៈអនឡាញបាទនៅក្នុងថ្នាក់ទាំងអស់គ្នាបាទអញ្ចឹងសូមកូនអង្គុយឲ្យត្រង់ខ្លួនបាទហើយកូនដាក់ដៃលើតុហើយមិនបាច់បើកសៀវភៅទេបាទកូនបញ្ជាក់ម្ដងទៀតកូនអង្គុយឲ្យត្រង់ខ្លួនហើយដាក់ដៃលើតុហើយកូនក៏លេខមក slide មេរៀនរបស់យើងនៅលើក្តារខៀនទាំងអស់គ្នាបាទសូមកូនស្ងាត់ណាបាទអូខេអញ្ចឹងមេរៀននេះគឺមានចំណងជើងថាសំណេរនៅក្នុងសៀវភៅភាសាខ្មែរទំព័រទី22បាទអញ្ចឹងសម្ភារៈដែលកូនត្រូវត្រៀមសម្រាប់សិក្សាគឺមានសៀវភៅពុម្ពរបស់យើងភាសាខ្មែរថ្នាក់ទី4បាទសៀវភៅសរសេរមានដីសមាន Word បាទមានក្តារឈ្នួនហើយនឹងសម្ភារៈមួយចំនួនបន្ថែមទៀតបាទឥឡូវនៅក្នុងមេរៀននេះនៅពេលដែលកូនសិក្សាចប់កូនអាចបាទប្រាប់បានពីសំណេរបាទបានត្រឹមត្រូវតាមរយៈសំណួរកន្លឹះរូបភាពនិងឧទាហរណ៍ហើយចំពោះបំណិនសម្បទាវិញគឺកូនអាចធ្វើលំហាត់បានត្រឹមត្រូវហើយចរិយាសម្បទាដែលកូនអាចទទួលបានគឺបណ្ដុះស្មារតីកូនក្នុងការធ្វើលំហាត់និងចូលចិត្តរៀនភាសាខ្មែរបាទអញ្ចឹងចំពោះអវត្តមានសូមប្រធានថ្នាក់កូនស្រង់ដាក់នៅក្នុង app របស់យើងគឺ Wiki School ណាកូនបាទឥឡូវនេះគឺជាកិច្ចការផ្ទះរបស់យើងបាទគឺតកតងជាមួយនឹងកូនរកពាក្យដែលមានសូរដូចជាមួយនឹងពាក្យលាបាទដោយពន្យល់ន័យពាក្យនីមួយផងដែរបាទអញ្ចឹងគឺពាក្យលានេះគឺមាន3ណាដែលជាពាក្យសូរដូចប៉ុន្តែមានន័យមិនដូចគ្នាទេណាគ្រូសូមបញ្ជាក់ផងដែរបាទអូខេអញ្ចឹងលោកគ្រូសូមធ្វើការរំលឹកមេរៀនកូនបន្តិចដែលយើងបានរៀនកាលពីថ្ងៃមុនគឺតកតងជាមួយនឹងរឿងបាទគ្រូពេទ្យភូមិយើងអញ្ចឹងតើកូនចាំទេថាតើរឿងគ្រូពេទ្យភូមិយើងនឹងមានតួអង្គនរណាខ្លះកូនបាទឥឡូវកូនសុំមើលមកក្តារខៀនទាំងអស់គ្នាណាហើយកូនដាក់ដៃលើតុហើយកូនគិតបន្តិចទៅថាតើនៅក្នុងរឿងគ្រូពេទ្យភូមិយើងបាទដែលយើងបានរៀនរួចកាលពីថ្ងៃមុនហ្នឹងតើមានតួអង្គណាខ្លះកូនបាទមានតួអង្គណាខ្លះកូនចាំទេបាទគឺមានបាទលោកយាយបាទមានណាទៀតកូនបាទមានពូប្រធានភូមិបាទហើយមានណាទៀតបាទមានគ្រូពេទ្យបាទហើយមួយទៀតគឺមានពួកយើងណាពួកយើងគឺសំដៅលើអ្នកនិទានរឿងហ្នឹងហើយនឹងសមាជិកផ្សេងទៀតបាទដែលនៅជាមួយអញ្ចឹងគឺមានតួអង្គបាទប៉ុណ្ណឹងអូខេឥឡូវកូនសុំដកក្តារឈ្នួនទាំងអស់គ្នាណាកូនបាទកូនដកក្តារឈ្នួនមកហើយលោកគ្រូហៅពីឲ្យកូនសរសេរបាទកូនចាំស្ដាប់ណាបាទកូនចាំស្ដាប់ណាកុំប្រឡែងគ្នាតែឥឡូវកូនដកក្តារឈ្នួនមកបាទកូនដកហើយនៅបាទសុំឲ្យលឿនតិចមកបាទឥឡូវលោកគ្រូគិតថាកូនដកក្តារឈ្នួនហើយអស់ហើយណាបាទឥឡូវកូនចាប់ផ្ដើមសរសេរពាក្យបាទចាំស្ដាប់ណាគឺសង្ហារឹមបាទម្ដងទៀតសង្ហារឹមបាទឥឡូវលោកគ្រូអក្ខរវិញ្ញាឲ្យកូនសង្ហារឹមមានសងជើងហស្រៈអារស្រៈអេនិងម៉បាទឥឡូវកូនចាប់ផ្ដើមសរសេរសង្ហារឹមបាទកូនកុំប្រឡែងគ្នាណាកូនបាទសរសេរដល់បាទហើយអង្គុយឲ្យស្ងាត់ស្ងៀមហើយអង្គុយឲ្យត្រង់ខ្លួនណាកូនបាទឥឡូវលោកគ្រូរាប់ជូនណា1បាទ2 3បាទឥឡូវកូនផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងលោកគ្រូតើត្រឹមត្រូវដែរឬទេបាទបើសិនជាខុសកូនធ្វើអត្រាកំណែណាឲ្យត្រូវណាបាទគឺសង្ហារឹមតើឥឡូវកូនធ្វើអត្រាកំណែម្ដងទៀតបើកូនខុសកូនកែហើយបន្តមកទៀតពេលដែលលោកគ្រូរាប់ដល់3កូនលើកម្ដងទៀតណាតោះត្រៀម1
2 3 បាទឥឡូវកូនលើកមកហើយអូខេឃើញថាត្រូវទាំងអស់គ្នាណាកូនបាទឥឡូវកូនប្រកបទាំងអស់គ្នាណាសង្ហារឹមបាទសង្ហារឹមសនឹងងសង់ហអាហារអ៊ីរីនឹងមករឹមសង្ហារឹមបាទតើឥឡូវកូនសរសេរពាក្យមួយទៀតបាទគឺពាក្យអីគេបាទគឺវាយនភ័ណ្ឌម្ដងទៀតវាយនភ័ណ្ឌវាយនភ័ណ្ឌបាទអញ្ចឹងវាយនភ័ណ្ឌមានវស្រៈអាយោណូផណជើងបាទណជើងដោតើឥឡូវកូនសរសេរណាកុំមើលគ្នាកូនសរសេរបាទដោយខ្លួនឯងវាយនភ័ណ្ឌតើឥឡូវលោកគ្រូរាប់ជូន1 2 3បាទឥឡូវកូនលើកមកបាទឥឡូវកូនផ្ទៀងផ្ទាត់ចម្លើយតើត្រឹមត្រូវទេកូនបាទបើខុសកូនធ្វើអត្រាកំណែណាបាទហើយមិត្តភ័ក្តិកូនជួយពិនិត្យមើលបាទមិត្តភ័ក្តិខ្លួនឯងនៅក្នុងតុជាមួយតើត្រឹមត្រូវដែរឬទេតោះឥឡូវកូនលើកម្ដងទៀត1 2 3បាទតើឥឡូវកូនអានទាំងអស់គ្នាមើលកូនបាទគឺវាយនភ័ណ្ឌបាទអូខេតើឥឡូវកូនសរសេរពាក្យមួយទៀតអក្ខរជនម្ដងទៀតអក្ខរជនអក្ខរជនបាទតើកូនសរសេរបាទអក្ខរជនឥឡូវលោកគ្រូរាប់ជូន1 2 3បាទកូនលើកមកហើយកូនផ្ទៀងផ្ទាត់ចម្លើយលើក្តារខៀនកូនមើលមកក្តារខៀនណាកូនបាទគឺអក្ខរជនសរសេរបែបហ្នឹងណាបាទឥឡូវកូនធ្វើអត្រាកំណែបើខុសណាហើយមិត្តភ័ក្តិកូនជួយពិនិត្យមើលបាទឥឡូវលោកគ្រូរាប់ជូនម្ដងទៀត1 2 3បាទតើឥឡូវកូនលើកម្ដងទៀតអូខេហើយមិត្តភ័ក្តិកូនជួយពិនិត្យមើលចម្លើយរបស់មិត្តភ័ក្តិយើងតើត្រឹមត្រូវដែរឬទេបាទតោះអូខេត្រឹមត្រូវអស់ហើយណាកូនឆ្លាតមែនតើកូនឥឡូវកូនទៀតដៃអស់ចាយខ្លួនឯងមួយតោះ1 2 3អស់ចាបាទតើឥឡូវកូនសរសេរពាក្យទី4គឺពាក្យខ្នេះខ្នែងម្ដងទៀតខ្នេះខ្នែងបាទខ្នេះខ្នែងបាទអញ្ចឹងខ្នះខ្នែងគឺមានខជើងណស្រៈអេខជើងណស្រៈអែនិងបាទនឹងងបាទខ្នេះខ្នែងតើឥឡូវលោកគ្រូរាប់ជូន1 2 3បាទកូនលើកទាំងអស់គ្នាកូនបាទកូនលើកមកបែរមកក្តារខៀនណាបាទអូខេឥឡូវកូនធ្វើអត្រាកំណែបើកូនខុសណាបាទតើឥឡូវលោកគ្រូរាប់ជូនកូនម្ដងទៀត1 2 3បាទឥឡូវកូនលើកមកលើកបែរមកក្តារខៀនម្ដងទៀតណាកូនបាទតោះឥឡូវមិត្តភ័ក្តិជួយមើលណាបើសិនជាកូនដែលអង្គុយជាមួយកូនហ្នឹងគាត់ខុសកូនជួយបាទជួយកែតើឥឡូវកូនប្រកបទាំងអស់គ្នាមើលពាក្យខ្នេះខ្នែងបាទខជើងណខ្នខ្នអេបាទខ្នេះខជើងណខ្នខ្នអែខ្នែខ្នែនឹងងខ្នែងខ្នេះខ្នែងបាទល្អមែនតើកូនតើឥឡូវកូនលុបហើយសរសេរពាក្យថ្មីពាក្យអភិវឌ្ឍ
អភិវឌ្ឍបាទឥឡូវកូនគិតមើលអភិវឌ្ឍមានអក្សរមានតួអក្សរអីខ្លះកូនបាទគឺអក្សរអផស្រៈអេវដូជើងថបាទអភិវឌ្ឍតែឥឡូវលោកគ្រូរាប់ជូនតោះកូនមើលមកក្តារខៀនបាទអំបន្លែងគ្នាណាកូនបាទតោះមួយបើកូនសរសេរឲ្យកូនផ្កាប់ណាបាទកុំឲ្យមិត្តភ័ក្តិរបស់យើងលួចមើលកើតណា2 3បាទឥឡូវកូនពិនិត្យមើលចម្លើយនៅលើក្តារខៀនត្រឹមត្រូវទេកូនបាទសង្ឃឹមថាត្រឹមត្រូវទាំងអស់គ្នាណាបើកូនខុសកូនធ្វើអត្រាកំណែតើឥឡូវកូនអត្រាកំណែបើកូនខុសណាឥឡូវលោកគ្រូរាប់ជូនសារថ្មី1 2 3បាទឥឡូវកូនលើកម្ដងទៀតបាទអូត្រឹមត្រូវទាំងអស់គ្នាឆ្លាតណាស់កូនតើឥឡូវកូនបាទប្រកបទាំងអស់គ្នាមើលកូនចេះប្រកបទេបាទអូខេឥឡូវកូនសរសេរពាក្យមួយទៀតចុងក្រោយបាទនៅពេលដែលកូនជួបចាស់ជរាណាគាត់ប្របែកក្នុងការដើរកូនធ្វើម៉េចកូនបាទគឺកូនជួយអីគេបាទជួយគ្រាណាបាទអញ្ចឹងកូនសរសេរពាក្យគ្រាបាទគ្រាម្ដងទៀតគ្រាអញ្ចឹងគ្រាគឺមានតួអក្សរអីខ្លះកូនបាទគឺមានកជើងរស្រៈអាហបាទនិងសញ្ញាទណ្ឌឃាតតើឥឡូវកូនសរសេរទាំងអស់គ្នាត្រៀមលើកណាលោកគ្រូរាប់ជូនត1 2 3បាទកូនលើកមកកូនលើកបាយមកក្តារខៀនណាកូនបាទគ្រាណាបើកូនខុសកូនធ្វើអត្រាកំណែតើឲ្យលឿនតិចកូនតែឥឡូវលោកគ្រូរាប់ជូនម្ដងទៀត1 2 3បាទអូកូនឆ្លាតណាស់ឥឡូវកូនទៀតដៃអស់ចាយខ្លួនឯងមួយតោះ1 2 3អស់ចាបាទតើឥឡូវយើងសរសេរតាមអានទាំង6ពាក្យនេះចប់ហើយឥឡូវកូនចាំស្ដាប់លោកគ្រូអានណាកូនចាំស្ដាប់បាទកូនមិនអានទេកូនចាំស្ដាប់តោះសង្ហារឹមវាយនភ័ណ្ឌអក្ខរជនខ្នះខ្នែងអភិវឌ្ឍគ្រាបាទឥឡូវកូនអានដោយខ្លួនឯងណាលោកគ្រូចង្អុលជូនណាឥឡូវកូនចាំអាននៅពេលដែលគ្រូចង្អុលណាតោះ1 2 3ម្ដងទៀតបាទល្អមែនតើឥឡូវពាក្យទី2ម្ដងទៀតបាទល្អពាក្យទី3ម្ដងទៀតបាទតពាក្យទី4ម្ដងទៀតបាទតពាក្យទី5ម្ដងទៀតបាទតពាក្យចុងក្រោយម្ដងទៀតបាទល្អមែនតើកូនតោះឥឡូវបន្ទាប់ពីយើងសរសេរតាមអានចប់ហើយតោះឥឡូវកូនទៅបាទទៅ slide បន្តទៀតណាឥឡូវលោកគ្រូមានរូបភាពនេះមួយកូនកូនឃើញរូបភាពនេះគេកំពុងធ្វើអីបាទគឺកូនឃើញមានដៃហើយកាន់អីគេកូនបាទមានកាន់ខ្មៅដៃណាបាទតើគេកំពុងអីគេបង្ហាញអំពីអីកូនបាទគឺបង្ហាញអំពីបាទសំណេរអញ្ចឹងកូនដឹងទេថាតើថ្ងៃនេះលោកគ្រូនឹងបង្រៀនកូនអំពីអីគេមានកូនណាដឹងកូនលើកដៃមើលបាទល្អណាគឺថ្ងៃនេះគឺលោកគ្រូនឹងបង្រៀនកូនអំពីបាទសំណេរបាទតើឥឡូវកូនអានទាំងអស់គ្នាជាមួយលោកគ្រូតោះមេរៀនទី2
សហគមន៍ជឿនលឿន advanced community សំណេរ writing បាទឥឡូវគុណអានដោយខ្លួនឯងមកឥឡូវលោកគ្រូចង្អុលជូនណាត1 2 3បាទកូនឆ្លាតមែនតើបាទតោះឥឡូវលោកគ្រូបាទឲ្យកូនសុំកូនអាចបើកសភៅពុម្ពរបស់កូនបានបាទនៅត្រង់ទំព័រទីមែនកូនបាទលោកគ្រូភ្លេចដែរឥឡូវកូនសុំបើកសភៅពុម្ពរបស់កូនសិនមកគឺបាទគឺនៅទំព័រទី22ណាកូនបាទកូនបើកសភៅទំព័រទី22មកតុកកូនបើកតែមួយក្បាលបានហើយណាកូនបាទមកតុកកូនបើកតែមួយក្បាលបានហើយតែឥឡូវកូនស្ងាត់តិចណាបាទកូនស្ងាត់បន្តិចបាទមកតុកកូនបើកតែមួយក្បាលបានណាបាទកូនប្រើតែមួយទេបាទតើឥឡូវកូនចាំស្ដាប់លោកគ្រូអានសិនណាកូនបាទឥឡូវកូនចាំស្ដាប់លោកគ្រូអានសិនឥឡូវកូនមើលមកក្តារខៀនសិនបាទកូនមើលមកក្តារខៀនសិនតើឥឡូវលោកគ្រូអានជូនណាទំព័រទី22ណាកូនបាទសភៅភាសាខ្មែរតោះឥឡូវលោកគ្រូអានជូនណាបាទឥឡូវកូនមើលមកក្តារខៀនបាទកចូលបំពេញល្បះខាងក្រោមដោយជ្រើសរើសពាក្យក្នុងប្រអប់ឥឡូវលោកគ្រូអានម្ដងទៀតណាកូនបាទកចូលបំពេញល្បះខាងក្រោមដោយជ្រើសរើសពាក្យក្នុងប្រអប់បាទពាក្យទី1គឺច្បាប់វៀងវៃស្រឡាញ់ទុច្ចរិតហិង្សាការងារល្បែងជឿនលឿនរស់ល្អបាទឥឡូវលោកគ្រូអានល្បះទី1ខ្ញុំខំរៀនដើម្បីអភិវឌ្ឍសហគមន៍ឲ្យបានអីគេតោះទី2ប្រធានភូមិខ្ញុំជាស្ត្រីដែលឆ្លាតជាងគេនៅក្នុងភូមិទី3គ្មាននរណាម្នាក់លេងស៊ីសងនៅក្នុងភូមិឡើយទី4ប្រជាជនរាប់អានគ្នាដូចបងប្អូនបាទកូនកុំបលែងគ្នាណាកូនបាយមកក្តារខៀនឲ្យកូនមើលទាំងអស់គ្នាណាដើម្បីកូនអាចចេះបានហើយអាចធ្វើលំហាត់នេះបានត្រឹមត្រូវណាកូនបាទកូនដាក់ដៃលើតុបាទកលេចមកក្តារខៀនទាំងអស់គ្នាកូនតោះទី5នគរបាលខិតខំបង្ក្រាបជនឲ្យអស់ពីភូមិទី6ប្រជាជនម្នាក់មានធ្វើគ្រប់គ្នាបាទទី7យើងនាំគ្នាគោរពនិងគោរពសិទ្ធិគ្នាទៅវិញទៅមក8សមាជិកសហគមន៍ស្គាល់និងបំពេញតួនាទីរបស់ខ្លួនបានទី9គេមិនដែលឃើញមានអំពើនៅក្នុងគ្រួសារឡើយទី10យើងនៅសុខសាន្តជាមួយគ្នាបាទកូនតោះឥឡូវកូនស្ដាប់លោកគ្រូអានចប់ហើយឥឡូវកូនអានដោយខ្លួនឯងណា
បាទកូនអានដោយខ្លួនឯងនៅតាមតុដោយម្នាក់ចង្អុលហើយកូនម្នាក់ទៀតណែអានបញ្ជាក់កូនប្រើសភៅតែមួយក្បាលឯងកូនបាទឥឡូវកូនអានម្ដងម្នាក់បាទឥឡូវលោកគ្រូឲ្យពេលកូន5នាទីតោះឥឡូវបាទចាប់ផ្ដើមបាទនាទីដើរណាកូនកូនកុំបន្លែងគ្នាកូនបាទអានមានតែ5នាទីណាបាទម្នាក់2នាទីកន្លះហើយកូនកុំញញ៉ៃណាកូនបាទកូនធ្វើម៉េចអានឲ្យបានម្នាក់ម្ដងបាទនៅសល់អត់ដល់1នាទីណាកូនបាទសូមបញ្ញាប់ឲ្យឆាប់ចប់បន្តិច
បាទចឹងពេលវេលារបស់យើងបាទគឺបានដល់ទីបញ្ចប់ហើយណាកូនបាទឥឡូវកូនទះដៃមនុស្សសកលមួយមើលកូនបាទតោះ1 2 3តោះស្អាតរបៀបសុភាពទៀងពេលសមាធិអស្ចារ្យបាទអូកូនឆ្លាតមែនតើតើឥឡូវបន្ទាប់ពីកូនអានចប់ហើយណាបាទឥឡូវលោកគ្រូសូមធ្វើការបញ្យល់ពាក្យមួយចំនួនសិនពាក្យខ្លះកូនអត់ទាន់យល់ណាបាទឥឡូវកូនស្គាល់ទេស្អីទៅវៀងវៃណាកូននេះវៀងវៃហ្នឹងស្អីទៅវៀងវៃមើលកូនណាដឹងហ៎មើលលីសេងកូនវៀងវៃមានន័យថាម៉េចកូនលីសេងបាទវៀងវៃមានន័យថាដែលមានអីគេកូនមានប្រាជ្ញាឆ្លៀសបាទមានប្រាជ្ញាឆ្លៀសវៃអូកូនឆ្លាតមែនតើបាទឥឡូវអរគុណកូនអង្គុយចុះកូនចាឥឡូវពាក្យទុច្ចរិតកូនទុច្ចរិតមានន័យថាម៉េចពាក្យទុច្ចរិតហ្នឹងគឺផ្ទុយនឹងពាក្យសុចរិតហើយកូនបានរៀនហើយរឿងអីគេកុមារបាទសុចរិតនោះបាទរឿងក្មេងសុចរិតណាបាទអញ្ចឹងទុច្ចរិតគឺផ្ទុយគ្នានឹងពាក្យសុចរិតទុច្ចរិតមានន័យថាអំពើអីគេកូនមើលរីណាទុច្ចរិតមានន័យថាអំពើអីគេកូនបាទគឺអំពើមិនល្អឬក៏អំពើដែលអាក្រក់ណាបាទចុះហិង្សាវិញកូនហិង្សានេះមានន័យថាម៉េចហិង្សាបាទមហាណាហ្វីហិង្សាមានន័យថាម៉េចកូនបាទហិង្សានេះគឺមានន័យថាការវាយតប់គ្នាណាដោយប្រើកម្លាំងទាំងកម្លាំងកាយបាទជួនកាលទាំងកម្លាំងចិត្តទៅទៀតបាទតោះឥឡូវគឺពាក្យបបាក់ហ្នឹងមានតែ3ហ្នឹងទេឥឡូវកូនបាទចាប់ផ្ដើមធ្វើលំហាត់នឹងណាកូនមកឥឡូវកូនមើលមកក្តារខៀនទាំងអស់គ្នាបាទកូនមើលមកក្តារខៀនទាំងអស់គ្នាហើយចូលរួមធ្វើជាមួយនឹងលោកគ្រូបាទឥឡូវកូនទី1គេថាខ្ញុំខំរៀនដើម្បីអភិវឌ្ឍសហគមន៍ឲ្យបានគឺឲ្យបានអីគេកូនឲ្យបានឲ្យបានជឿនលឿនណាយើងខំប្រឹងដើម្បីសហគមន៍របស់យើងបានជឿនលឿនទាំងអស់គ្នាបាទទី2ប្រធានភូមិខ្ញុំជាស្ត្រីដែលឆ្លាតបាទឆ្លាតអីគេកូនមកលើភេទកូនឆ្លាតអីគេតើកូនតនឹងបាទគឺឆ្លាតវៀងវៃបាទជាងគេនៅក្នុងភូមិអញ្ចឹងគឺយើងដាក់ពាក្យវៀងបាទដាក់ពាក្យវៀងវៃណាហូកូនឆ្លាតមែនតើតែឥឡូវកូនមើលទី3កូនគ្មាននរណាម្នាក់លេងបាទស៊ីសងនៅក្នុងភូមិឡើយបាទមកលើណាស៊ីកូនតើយើងបំពេញពាក្យអីគ្មាននរណាលេងអីគេបាទគឺគ្មាននរណាលេងបាទលេងលបែងស៊ីសងនៅក្នុងភូមិបាទឡើយតោះទី4ប្រជាជនអីគេកូនរាប់អានគ្នាដូចបងប្អូនតោះម៉ារីកូនអញ្ចឹងប្រជាជនគាត់អីគេបាទគឺគាត់ស្រឡាញ់រាប់អានគ្នាដូចបងប្អូនបាទតោះទី5នគរបាលខិតខំបង្ក្រាបជនអីគេកូនឲ្យអស់ពីភូមិនោះជនអីគេជននឹងអាក្រក់ណាបាទគឺជនទុច្ចរិតណាគឺជនទុច្ចរិតតោះទី6ប្រជាជនម្នាក់មានបាទមានអីគេកូនមើលសុភិនមានអីគេបាទគឺមានការងារធ្វើគ្រប់បាទគ្រប់គ្នាណាតោះទី7យើងនាំគ្នាគោរពអីគេកូនបាទគឺគោរពច្បាប់និងគោរពសិទ្ធិគ្នាទៅវិញទៅបាទទៅមកបាទតោះទី8សមាជិកសហគមន៍ស្គាល់និងបំពេញតួនាទីរបស់ខ្លួនបានអីគេកូនមើលហានីកូនបានអីគេបាទគឺបានល្អណាអូខេតោះទី9គេមិនដែលឃើញមានអំពើអីគេកូនមកវិណាអំពើអីគេបាទគឺអំពើហិង្សានៅក្នុងគ្រួសារឡើយបាទតោះទី10យើងអីគេនៅ
dạng sốc sáng chỉ mùi khnia tỏ dương ấy kế biết mùi chân rồi nữa bạn cứ dưỡng rúa nữ dạng sốc sáng chỉ mùi khnia tỏ lấy côn dương an từng ọc khnia mà côn an mà đòn tiết an từng ọc khnia nè tỏ mùi nhóm khom riêng đờm bấy ạ phì vót sẽ cúng ỏi bán truyền lươn bí ប្រធានភូមិខ្ញុំជាស្ត្រីដែលឆ្លាតវាងវៃជាងគេនៅក្នុងភូមិ 3. គ្មាននរណាម្នាក់លេងល្បែងស៊ីសងនៅក្នុងភូមិឡើយ 4. ប្រជាជនស្រឡាញ់រាប់អានគ្នាដូចបងប្អូន 5. នគរបាលខិតខំបង្ក្រាបជនទុច្ចរិតឲ្យអស់ពីភូមិ 6. ប្រជាជនម្នាក់មានការងារធ្វើគ្រប់គ្នា 7. យើងនាំគ្នាគោរពច្បាប់និងគោរពសិទ្ធិគ្នាទៅវិញទៅមក 8. សមាជិកសហគមន៍ស្គាល់និងបំពេញតួនាទីយ៉ាងសំទោសតួនាទីរបស់ខ្លួនបានល្អកូនអានទាំងអស់គ្នាកូនបាទបែរមកក្តារខៀនកូនបាទកូនអានទាំងអស់គ្នាបាទតោះទី 9 គេមិនដែលឃើញមានអំពើហិង្សានៅក្នុងគ្រួសារឡើយអូឆ្លាតមែនតើតើកូនឥឡូវទី 10 កូនអានដោយខ្លួនឯងបានទេបាទតើឥឡូវកូនអានដោយខ្លួនឯងមើលបាទឥឡូវសង្ឃឹមថាកូនអានចប់ហើយណាបាទតោះឥឡូវគឺកូនទៅមើលលំហាត់អីគេទៀតកូនបាទគឺលំហាត់ខណាបាទហើយសូមបញ្ជាក់ផងដែរណាកូនកុំមិនតន់ធ្វើលំហាត់នឹងទេហើយចាំចប់វីដេអូនេះចាំកូនបាទធ្វើលំហាត់ដាក់ក្នុងសៀវភៅហើយទុកដាក់បន្ទុកនៅពេលដែលយើងជួបគ្នានៅថ្ងៃស្អែកបាទបញ្ជាក់ម្ដងទៀតណាបាទហើយចំពោះកូនពេលថ្ងៃនេះគឺយើងអត់រៀនទេណាពេលថ្ងៃពហុហ្នឹងយើងអត់រៀនទេយើងរៀនតែព្រឹកទេហើយថ្ងៃសុក្រគឺយើងរៀនប៉ុន្តែកូនដែលរៀនកុំព្យូទ័រណាបាទរៀនកុំព្យូទ័រគឺយើងរៀនពេលរសៀលធម្មតាបាទតែឥឡូវកូនមើលលំហាត់ខបាទកូនដាក់ដៃលើតុកូនបាទកូនបែរមកក្តារខៀនបាទដាក់ដៃលើតុកហើយកូនកុំប្រាឈ្នះបាទឥឡូវកូនចាំស្ដាប់លោកគ្រូអានម្ដងសិនណាបាទខចូលគូភ្ជាប់កន្សោមពីរឲ្យបានជាល្បះសមស្របបាទអញ្ចឹងគឺកូនបាទត្រូវប្រើបន្ទាត់ដើម្បីគូភ្ជាប់ណាឲ្យស្អាតបាទកុំប្រើដៃគូអញ្ចឹងគឺវាអត់ត្រង់ទេណាកូនបាទអញ្ចឹងកូនគូពីផ្នែកលេខបាទផ្នែកលេខនេះយើងមាន5បាទហើយផ្នែកអក្សរនេះគឺយើងមាន5ដែរអញ្ចឹងកូនគូពីផ្នែកលេខទៅផ្នែកបាទទៅផ្នែកអក្សរឲ្យត្រឹមត្រូវណាបាទឥឡូវមើលផ្នែកលេខមានអីខ្លះតឥឡូវកូនចាំស្ដាប់ទាំងអស់គ្នាណាតមេដឹកនាំឃុំឬក៏សង្កាត់2គ្រូពេទ្យ3យើង4សិស្សានុសិស្ស5ប្រជាជនភូមិខ្ញុំបាទអញ្ចឹងកូនគូសភ្ជាប់បាទពីផ្នែកលេខហ្នឹងទៅផ្នែកអក្សរដើម្បីបង្កើតល្បះឲ្យមានន័យគ្រប់គ្រាន់ហើយបាទស្ដាប់បានទៀតណាកូនបាទតើឥឡូវកូនមើលផ្នែកអក្សរវិញតោះកខំរៀនសូត្រគ្រប់គ្នាខចេះសាមគ្គីគ្នាណាស់កខំព្យាបាលអ្នកជំងឺខជួយរកការងារជូនប្រជាជនខនាំគ្នាថែរក្សាសុខភាពបាទតើឡើកូនអានជាដៃគូណាកូនអានជាដៃគូបាទឥឡូវលោកគ្រូឲ្យកូន3នាទីណាតើឥឡូវកូនចាប់ផ្ដើមអានជាដៃគូកូនដាក់សភៅលើតុណាកូនបាទដាក់សភៅលើតុហើយមកតុគឺកូនប្រើតែសភៅមួយទេណាកូនបាទមកតុប្រើតែសភៅមួយក្បាលទេបាទ
តោះឥឡូវត្រៀម1 2 3កូនចាប់ផ្ដើមអានជាដៃគូបាទជិតដល់នាទីណាកូនបាទតោះអូខេឥឡូវសង្ឃឹមថាកូនចប់ទាំងអស់គ្នាឥឡូវយើងដល់នាទីហើយមកឥឡូវកូនចាប់ផ្ដើមធ្វើការគូភ្ជាប់ណាឥឡូវតោះមេដឹកនាំឃុំឬក៏សង្កាត់ហ្នឹងគឺទៅអីគេកូនទៅអីគេកូនមើលផ្នែកអក្សរទៅអីគេបាទគឺទៅខណាគឺជួយបាទគាត់ជួយរកការងារជូនប្រជាជនតែឥឡូវកូនសាក់លំហាត់ទី2នេះគឺគ្រូពេទ្យគាត់អីគេគ្រូពេទ្យគាត់មកឥឡូវលីសេងកូនគ្រូពេទ្យគាត់ធ្វើអីកូនបាទគឺគ្រូពេទ្យគាត់បាទគោណាគឺខំព្យាបាលបាទអ្នកជំងឺតើឥឡូវកូនមើលលំហាត់ទី3យើងបាទយើងមកអីគេយើងបាទមករស់មីកូនរស់នីបាទអញ្ចឹងគឺយើងគូជាប់ទៅបាទងណាគឺនាំគ្នាថែរក្សាសុខភាពបាទតែឥឡូវទី4កូនទី4បាទទី4សិស្សានុសិស្សធ្វើអីគេបាទសិស្សានុសិស្សគាត់ខំរៀនសូត្រគ្រប់គ្នាបាទតែឥឡូវកូនចូលដល់ទី5បាទសាហ្វិកកូនទី5ប្រជាជនភូមិខ្ញុំអីគេកូនបាទប្រជាជនភូមិខ្ញុំគាត់ចេះសាមគ្គីគ្នាណាស់បាទអញ្ចឹងកូនបន្តិចទៀតនឹងធ្វើលំហាត់នឹងដាក់ចូលក្នុងសៀវភៅលំហាត់ភាសាខ្មែរណាកូនបាទអូខេបាទអញ្ចឹងកូនកុំភ្លេចណាគឺកូនត្រូវសរសេរបាទដាក់ថ្ងៃខែផងហើយបន្តមកទៀតកូនធ្វើលំហាត់ទាំងកនិងខដាក់ចូលនៅក្នុងបាទដាក់ចូលទៅក្នុងសៀវភៅណាកូនបាទ
ហើយចំពោះកិច្ចការផ្ទះនេះបាទនេះគឺជាកិច្ចការងារផ្ទះណាកូនអញ្ចឹងនៅពេលដែលកូនធ្វើលំហាត់នេះហើយកិច្ចការផ្ទះនេះគឺកូនលោកគ្រូតម្លាក់ជូននៅក្នុង Telegram ក៏មានដែរហើយនៅក្នុង Wiki School ក៏មានដែរណាបាទហើយគ្រូនឹងតម្លាក់នៅក្នុងថ្នាលបឋម PLP របស់យើងដែរអញ្ចឹងសរុបទៅគឺគ្រូតម្លាក់3កន្លែងកូនចង់ទៅធ្វើនៅកន្លែងមួយណាក៏បានដែរណាគឺនេះជាកិច្ចការផ្ទះហើយនៅថ្ងៃស្អែកគឺលោកគ្រូនឹង check ចម្លើយជូនណាកូនបាទអញ្ចឹងគឺធ្វើទាំងអស់គ្នាបាទហើយមេរៀនរបស់យើងគឺចប់តែប៉ុណ្ណឹងហើយសូមអរគុណកូនដែលយកចិត្តទុកដាក់សិក្សារៀនសូត្របាទតាំងពីដើមម៉ោងរហូតទៅដល់បញ្ចប់នៃមុខវិជ្ជាភាសាខ្មែររបស់យើងនេះបាទអញ្ចឹងសូមកូនធ្វើកិច្ចការមួយនេះឲ្យហើយបាទនៅពេលដែលជួងចេញលេងកូនចេញលេងបានណាកូនបាទហើយនៅពេលដែលជួងចូលវិញកូនបាទចូលរៀនគណិតវិទ្យាវិញណាអរគុណកូនទាំងអស់គ្នាបាទហើយសូមថែរក្សាសុខភាពផងបាទសូមអរគុណសូមជម្រាបលា